សូមគោរពជំរាបសួរទៅដល់អស់លោកស្រីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះដែរខ្ញុំបាទបានធ្វើវីដេអូមួយដើម្បីធ្វើបទបង្ហាញជូនទៅដល់ប្រិយមិត្តទាំងអស់គ្នាបានទស្សនាកំសាន្តឬក៏អាចនឹងធ្វើតាមខ្ញុំបាទផងដែរបាទដោយសារនៅខាងខ្ញុំនេះពុំសូវមានទឹកប្រើប្រាស់គ្រប់គ្រាន់ទេហើយអណ្ដូងស្នប់ឬក៏អណ្ដូងដៃក៏ពុំសូវមានដែរដោយសារខ្ញុំបានជួលគេជីកដែរប៉ុន្តែអត់ចេញទឹកទេបងប្អូនបាទពិបាកណាស់ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តទិញតយោហើយនឹងម៉ូទ័រចាស់របស់ខ្ញុំដែលមានស្រាប់ដើម្បីបូមទឹកចេញពីស្រះណាបងប្អូនបាទបូមទឹកចេញពីស្រះមកដើម្បីប្រើប្រាស់ទឹកនេះមិនសូវជាល្អក់ប្រមាណទេគឺថ្លាប្រភេទថ្លាខ្យងណាអញ្ចឹងបងប្អូនដែលមានស្រះដូចខ្ញុំហើយនៅឆ្ងាយពីផ្ទះដូចខ្ញុំកុំឲ្យបងប្អូនពិបាកនៅក្នុងការរកទិញទឹកគេប្រើប្រាស់ព្រោះទឹកគេដឹកលក់ក្នុងមួយធុងគេហ្នឹងគឺ13000រៀលក្នុងមួយធុងហើយបើយើងដាក់ពាងបានតែ3ពាងទេណាបងប្អូនណាបាទដូច្នេះហើយខ្ញុំក៏សម្រេចចិត្តបាទទិញតយោទឹកហើយតចេញពីស្រះសូមបញ្ជាក់ជូនបងប្អូនផងដែរថាពីស្រះខ្ញុំរហូតទៅដល់ផ្ទះគឺមានចម្ងាយ140ម៉ែត្របាទ140ម៉ែត្រខ្ញុំទិញតយោ30ដើមក្នុងមួយដើមមាន4ម៉ែត្រណាបងប្អូនណាបាទដោយសារតយោចាស់របស់ខ្ញុំមាន5ដើមស្រាប់ហើយអញ្ចឹងខ្ញុំទិញតែ30ដើមទេដើម្បីយកតចេញពីស្រះរបស់ខ្ញុំហើយបូមចំពោះម៉ូទ័របងប្អូនយកម៉ូទ័រប្រភេទដូចខ្ញុំណាទៅវាមានកម្លាំងគ្រប់គ្រាន់នៅក្នុងការបញ្ជូនទឹកទៅដល់ផ្ទះឬក៏ទៅដល់ពាងរបស់បងប្អូនបាទបើសិនជាយើងយកម៉ូទ័រដែលទម្លាក់ចូលក្នុងអណ្ដូងឬក៏ម៉ូទ័រដែលទម្លាក់ចូលស្រះនោះពុំសូវមានកម្លាំងបូមឡើងប្រមាណទេណាបងប្អូនណាឥឡូវខ្ញុំបានរៀបចំប្រព័ន្ធតយោទឹករត់មកដល់ផ្ទះបាទចូលក្នុងអាងហើយអាងខ្ញុំនេះអាចផ្ទុកទឹកបានរហូតដល់5គីបបាទហើយតយោនេះគឺខ្ញុំបណ្ដែតមកដល់ពាងបាទពាង3របស់ខ្ញុំដើម្បីឲ្យកូននិងប្រពន្ធរបស់ខ្ញុំបានយកទឹកនោះមកបោកគក់បាទពាងមានចំនួន3ហើយបន្ទប់ទឹកគឺតយោអត់ដល់ទេប៉ុន្តែខ្ញុំប្រើតយោពណ៌សតយោទន់ណាបាទនេះគឺជាវីដេអូដែលខ្ញុំដើរបង្ហាញបងប្អូនអំពីការរៀបប្រព័ន្ធផ្លូវតយោរបស់ខ្ញុំដោយខ្ញុំប្រើកូនណា X កាយធ្វើជាកន្លងណាបងប្អូនណាពីព្រោះបើមិនកាយកប់អញ្ចេះទេវាអាចក្តៅបាទក្តៅទៅអាចខូចតយោបាទហើយនោះខ្សែភ្លើងខ្ញុំបលាយចេញពីផ្ទះនេះខ្ញុំកាយជាកន្លងបែបនេះហើយខ្ញុំទម្លាក់តយោចូលក្នុងកន្លងហ្នឹងហើយយើងនឹងធ្វើការលុបដើម្បីកុំឲ្យគោរបស់បងប្អូនអ្នកស្រុកគាត់ដើរទៅជន់តយោយើងអាចបែកបាទអញ្ចឹងយើងកប់អញ្ចេះទៅទី1យើងមិនសូវឲ្យតយោយើងក្តៅបាទហើយពីម៉ូទ័រគឺយើងរៀបរបៀបនេះណាបងប្អូនណារៀបកែងទម្លាក់មកបាទចូលទៅក្នុងដីបាទបងប្អូនមើលពីចម្ងាយពីស្រះរបស់ខ្ញុំទៅដល់ផ្ទះគឺឆ្ងាយណាស់ហើយនេះគឺជាស្រះបាទអត់រីងទេបងប្អូនណាខែប្រាំងក៏អត់រីងដែរស្រះនេះជ្រៅដែរបាទ2ដៃអា X បាទប្រព័ន្ធតយោគឺខ្ញុំរៀបបែបនេះបងប្អូនអាចអញ្ជើញទស្សនាហើយបងប្អូនអាចធ្វើតាមខ្ញុំក៏បានដែរបន្ទាប់ពីការបូមបងប្អូនអាចម៉ួយសិនណាដាក់ទឹកម៉ួយចូលទៅក្នុងនេះក្នុងហើយម៉ាស៊ីនរបស់យើងហ្នឹងម៉ូទ័ររបស់យើងហ្នឹងបាទហើយម៉ូទ័ររបស់ខ្ញុំហ្នឹងគឺខ្ញុំកន្លែងហើយដកសម្រាប់ដាក់ម៉ួយទឹកហ្នឹងគឺខ្ញុំអត់បិទកាវទេបងប្អូនណាសល់ពីហ្នឹងខ្ញុំបិទកាវទាំងអស់ដើម្បីការពារកុំឲ្យពេលយើងបូមទឹកទៅវាលិចបាទអញ្ចឹងទេយើងយកទឹកហ្នឹងបាទហើយទឹកយើងប្រើអាធុងហ្នឹងក៏បានឬក៏បងប្អូនមានស្អីក៏បានដែរឲ្យធ្វើម៉េចឲ្យតែវាដាក់ចូលណាបាទដាក់ចូលទៅក្នុងហើយម៉ូទ័ររបស់យើងហ្នឹងទៅដើម្បីវាបូមទឹកមកបានលឿនណាវាមិនសូវចូលខ្យល់ឥឡូវខ្ញុំសាកលបងដោតដួយឲ្យតើវាបូមឬក៏អត់ណាបងប្អូនចេញទស្សនាបាទនេះទឹកមកហើយបាទប៉ុន្តែមកអត់ទាន់ខ្លាំងទេដោយសារបូមមិនទាន់ដល់ណាបាទឥឡូវចាប់ដើមមកហើយបាទនេះឃើញថាបូមមិនសូវឡើងខ្លាំងទេណាបងប្អូនដោយសារភ្លើងនៅឆ្ងាយពេកបាទហើយភ្លើងខ្ញុំនេះគឺ32អាំពែទៀតបាទខ្ញុំដាក់32អាំពែ
ឥឡូវយើងបានបូមឡើងមកដល់អាងស្តុបទឹករបស់ខ្ញុំហើយអញ្ចឹងខ្ញុំបូមពីស្រះមកខ្ញុំយកមកស្តុបទឹកនៅក្នុងអាងរបស់ខ្ញុំ5គីបនេះដើម្បីឲ្យវារងថ្លាបងប្អូនណាបាទធម្មតាទឹកស្រះវាមានត្រីមានអីលេងអញ្ចឹងទៅវាមានកកមានអីខ្លះអញ្ចឹងទៅខ្ញុំយកមកបូមដាក់អាងសិនដើម្បីឲ្យរងថ្លា2ថ្ងៃទៅខ្ញុំបូមពីអាងយកទៅបញ្ចូលក្នុងបន្ទប់ទឹកបាទហើយនេះខ្ញុំតេស្តបាទខ្ញុំតេស្តបូមមកពីងណាបាញ់មកពីងបាទឥឡូវចេញទៅហើយបងប្អូនណាឃើញទេបងប្អូនអាចធ្វើតាមខ្ញុំក៏បានដែរបើសិនជាបងប្អូននៅស្រុកស្រែជនបទដូចខ្ញុំណាបាទមានស្រះមានអីឆ្ងាយផ្ទះបងប្អូនគួរតែទិញទៅនេះយើងចំណាយលុយតិចទេបាទទៅយកខ្ញុំទិញមួយដើម5500ទេមួយដើមបងប្អូនណាអស់ទៅជាង100,000ទេបាទហើយយើងអាចបូមទឹកបានរាប់ឆ្នាំបាទព្រោះយើងទិញគេ3ពាងអស់13000ហើយក្នុងតែ3ថ្ងៃខ្ញុំប្រើអស់ហើយ3ពាងបាទហើយបន្ទាប់ពីខ្ញុំបូមទៅឃើញថាតាយោអត់មានលិចអត់មានអីទេខ្ញុំក៏ចាប់ផ្ដើមយកកូនអិចលុបបាទលុបតាយោដែលខ្ញុំបានរាយនេះបាទលុបចេញដើម្បីការពារកុំឲ្យគោដើរជន់ឬក៏ថ្ងៃក្តៅមកវាអាចខូចតាយោប្រេះតាយោរបស់យើងឆាប់ខូចស្រួយបាទឥឡូវខ្ញុំបូមបានចិត្តពេញមួយអាងហើយបន្ទាប់មកខ្ញុំទុក2ថ្ងៃទៅខ្ញុំបូមយកទៅដាក់បន្ទប់ទឹករបស់ខ្ញុំបាទដើម្បីប្រើប្រាស់នេះយើងស្តុបទុកដើម្បីឲ្យវារងថ្លាសិនបូមទៅបន្ទប់ទឹកគឺខ្ញុំប្រើតាយោរបៀបនេះបាទតាយោទន់បាទបូមមកបន្ទប់ទឹកបាទអរគុណច្រើនចំពោះការទស្សនានៅវីដេអូរបស់ខ្ញុំបាទសូមអរគុណនិងសូមគោរពជម្រាបលាជួបគ្នានៅវីដេអូក្រោយៗ